ផ្លេចគិតមាតិកាទី19ស្វែងរកទីកន្លែងនិងពេលវេលាដែលអំណោយផលដល់អ្នកការសិក្សារៀនសូត្រនិងការធ្វើការងារជារឿងសំខាន់មួយសម្រាប់មនុស្សម្នាក់ៗដើម្បីបង្កើតជីវិតរបស់ពួកគេឲ្យកាន់តែរឹងមាំនិងមានពន្លឺនៃភាពរីកចម្រើនហើយវាក៏ជាសកម្មភាពដែលជាកាតព្វកិច្ចដ៏សំខាន់មួយដែលធ្វើឲ្យជីវិតរបស់ពួកគេដើរដល់គោលដៅដែលគេចង់បានផងដែរដូចនេះអ្នកត្រូវចាំថាអ្នកមិនអាចចេះតែរៀនឬចេះតែធ្វើការដោយមិនបានគិតនោះទេនឹងចាប់អារម្មណ៍ទៅលើការស្វែងរកនៅទីកន្លែងឬពេលវេលាដ៏ធ្វើឲ្យអ្នកមានថាមពលនិងសក្តានុពលនោះទេអ្នកត្រូវចាប់ផ្ដើមគំនិតអំពីរឿងអស់ទាំងនេះព្រោះទាំងពេលវេលានិងទីកន្លែងសុទ្ធតែសំខាន់សម្រាប់អ្នកក្នុងការយកវាមកប្រើប្រាស់ឲ្យបានត្រឹមត្រូវអ្នកត្រូវដឹងថាមនុស្សម្នាក់តែងមានទីកន្លែងនិងពេលវេលាដែលខ្លួនមានភាពស្វាហាប់និងមានអារម្មណ៍ថាស្រស់ថ្លាដែលធ្វើឲ្យខួរក្បាលរបស់គេពោរពេញទៅដោយការលូតលាស់និងមានសក្តានុពលពេលវេលានិងទីកន្លែងនោះហើយដែលអ្នកត្រូវចាត់យកវាមកដុសខាត់និងសំលៀងសមត្ថភាពរបស់អ្នកដូចគ្នានេះដែរគួរកុំតែចេះតែរៀនឬធ្វើការដើម្បីឲ្យគេសរសើរថាម្នាក់នេះឬម្នាក់នោះខំរៀនខំធ្វើការណាស់ប៉ុន្តែចុងក្រោយខំដោយមិនបានអ្វីទាំងអស់ដូច្នេះអ្នកត្រូវតែចេះស្វែងរកនៅពេលវេលានិងទីកន្លែងដែលអ្នកគិតថាអំណោយផលធ្វើឲ្យមានថាមពលនិងសក្តានុពលខ្លាំងដោយពាក្យមួយឃ្លាដែលបាននិយាយថាកុំប្រើតែកម្លាំងបាយពេកត្រូវចេះប្រើខួរក្បាលផងឧទាហរណ៍ជាក់ស្ដែងដោយរូបខ្ញុំជាដើមសម្រាប់ទីកន្លែងនិងពេលវេលាដែលធ្វើឲ្យខ្ញុំមានភាពស្វាហាប់និងមានសក្តានុពលនោះគឺក្នុងកំឡុងពេលម៉ោង2ដល់ម៉ោង4រសៀលនិងពេលយប់កំឡុងពេលម៉ោង10និងទៅម៉ោង12យប់ហើយសម្រាប់ទីកន្លែងវិញគឺឲ្យតែជាកន្លែងស្ងប់ស្ងាត់មិនមានសំឡេងរំខាននេះហើយគឺជាពេលវេលានិងទីកន្លែងដែលធ្វើឲ្យខ្ញុំមានភាពស្វាហាប់ហើយការគិតក៏ស្រស់ថ្លាជាមួយនឹងសក្តានុពលពេញខ្លួនផងដែរខាងក្រោមនេះជាសំណួរមួយចំនួនដែលអ្នកត្រូវសួរខ្លួនឯងដើម្បីជាផ្លូវមួយសម្រាប់ឲ្យអ្នកយកទៅពិចារណានិងចាប់ផ្ដើមប្រើប្រាស់ពេលវេលានិងទីកន្លែងឲ្យបានត្រឹមត្រូវតើអ្នកបានរើសពេលវេលានិងទីកន្លែងដែលធ្វើឲ្យខ្លួនមានថាមពលនិងសក្តានុពលហើយឬនៅតើអ្នកធ្លាប់បានចាប់អារម្មណ៍រឿងនេះដែរឬទេតើអ្នកដឹងពីរបៀបនៃការស្វែងរកវាហើយឬនៅពិតណាស់ដែលជាមនុស្សទូទៅម្នាក់ផ្លេចគិតអំពីបញ្ហាមួយនេះអញ្ចឹងនៅពេលនេះអ្នកអាចចាប់ផ្ដើមគិតពីវាបានហើយតែបើសិនអ្នកនៅមិនទាន់បានគិតអំពីរឿងនោះសោះអញ្ចឹងខ្ញុំសូមនាំអ្នកទៅមើលពីរបៀបស្វែងរកវាបន្តិចដំបូងអ្នកត្រូវចាប់ផ្ដើមគិតពីទីកន្លែងនិងពេលវេលាដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាស្ងប់ស្ងាត់ស្រស់ស្រាយជួយឲ្យអ្នកគិតបានលឿននិងមានថាមពលមិនថាថាមពលពេលវេលានោះទេពេលព្រឹកពេលរសៀលពេលល្ងាចឬក៏ពេលយប់នោះទេសម្រាប់ទីកន្លែងវារឹតតែសំខាន់ទៅទៀតព្រោះបន្ទាប់ពីអ្នកបានរកឃើញពេលវេលាហើយនោះអ្នកត្រូវតែគិតពីទីកន្លែងម្ដងអាចចាប់ផ្ដើមគិតដូចគ្នានឹងការរើសពេលវេលាអញ្ចឹងដែរកុំខ្វល់ថាទីនោះជាកន្លែងបែបណាឲ្យសោះរឿងសំខាន់នោះគឺជាទីកន្លែងដែលធ្វើឲ្យអ្នកមានសក្តានុពលខ្ពស់ឬអំណោយផលមិនថានៅហាងកាហ្វេបណ្ណាល័យកន្លែងអ៊ូអរឬកន្លែងស្ងប់ស្ងាត់ណាមួយនោះទេវាត្រូវតែជាកន្លែងដែលធ្វើឲ្យអ្នកអាចបង្កើតបាននូវភាពស្វាហាប់និងមានសក្តានុពលខ្ពស់សូមចាំថាកុំទាន់ព្យាយាមធ្វើតាមអ្នកដទៃសូមចាប់ផ្ដើមគិតពីពេលវេលានិងទីកន្លែងរបស់អ្នកជាមុនសិនព្រោះមនុស្សម្នាក់មិនដូចគ្នាទេហើយពេលវេលានិងទីកន្លែងដែលមានភាពអំណោយផលដល់មនុស្សម្នាក់នោះក៏វាខុសគ្នាទៅតាមនឹងដែរដូចនេះនៅពេលដែលអ្នករកឃើញនៅពេលវេលាទីកន្លែងដែលធ្វើឲ្យអ្នកមានភាពស្វាហាប់និងមានសក្តានុពលហើយនោះអ្នកយកវាមកប្រើប្រាស់ឲ្យសប្បាយចិត្តចោះហើយនឹងកុំឲ្យខាតពេលវេលាជាមួយនឹងទីកន្លែងដែលធ្វើឲ្យអ្នក stress ទៀតអីអ្នកត្រូវដឹងថាចំណាយពេលវេលា10ឆ្នាំប្រើជីវិតលើផ្លូវដែលមិនមែនជារបស់អ្នកស្មើនឹងចំណាយពេល1ឆ្នាំដែលអ្នកប្រើជីវិតលើផ្លូវរបស់អ្នក